បងប្អូនហ៊ានភ្នាល់មួយខ្ញុំទេថាភាគទី6នៃរឿងម្ចាស់ស្នេហ៍ប្រែបេះដូង David នឹងដេញម៉ាលីទៅផ្ទះហេតុផលទី1ហៀបគុកគាត់ព្យាយាមធ្វើម៉េចឲ្យ David នឹងបញ្ឈប់ម៉ាលីដើម្បីឲ្យម៉ាលីនឹងឈប់ធ្វើការឈប់នៅផ្ទះហ្នឹងអាជីក៏រកវិធីសាស្ត្រណាមួយដើម្បីកម្ចាត់ម៉ាលីដែរហើយអ្វីដែលអស្ចារ្យអ្វីដែលយើងមិនដឹងខ្ញុំគិតថាអាជីប្រហែលជាបញ្ចុះបញ្ចូលឆាយបាទចុះចូលឆាយហ្នឹងបញ្ចុះបញ្ចូលឆាយហ្នឹងឲ្យចាត់ការម៉ាលីអានេះជាយោបល់របស់ខ្ញុំការប៉ាន់ស្មានរបស់ខ្ញុំប៉ុន្តែសម្រាប់ David គឺគាត់អត់ចង់ទេគាត់អត់ចង់បែកពីម៉ាលីទេគាត់មិនចង់ដេញម៉ាលីទៅផ្ទះវិញដែរដោយសារតែម៉ាក់របស់ម៉ាលីហ្នឹងយកលុយគាត់$5000នេះជាលេសមួយហើយមួយទៀត David ហ្នឹងក៏មានចិត្តស្រឡាញ់ម៉ាលីខ្លះដែរអញ្ចឹងចុះបងប្អូនគិតយ៉ាងណាបងប្អូនហ៊ានភ្នាល់មកខ្ញុំទេថារឿងចុងក្រោយភាគទី6នេះគឺបែបហ្នឹងបើចង់ភ្នាល់ខ្ញុំ comment មកបើសិនជាបងប្អូនឈ្នះខ្ញុំកន្លែងនេះខ្ញុំអត់និយាយទេខ្ញុំអត់សន្យាទេហើយមួយទៀតឆាយនឹងចាប់ម៉ាលីយកទៅក្នុងភាគទី6អាចនិយាយថាភាគទី6មិនទេតែបើភាគទី7អាចតែគាត់ថាជីយ៉ាងណាក៏ដោយរកវិធីសាស្ត្រដើម្បីកម្ចាត់ម៉ាលីចេញពីផ្ទះហ្នឹងដើម្បីយក David តាមពិតទៅអាជីហ្នឹងមនុស្សអាក្រក់ហើយការដើរតួរឿងអាម៉ោកហ្នឹងអាក្រក់ហើយមកដើរតួរឿងម្ចាស់ស្នេហ៍ប្រែបេះដូងហ្នឹងអាក្រក់ទៀតយីរួមមកពូត្រូឲ្យតែឲ្យតែនេះអាជីអាក្រក់រហូតមកហ្នឹងបងប្អូន comment ខាងក្រោមបងប្អូន